ថ្ងៃនេះខ្ញុំមកនិទានរឿងទន្សាយនិងទេវតារក្សាព្រៃភ្នំភាគ2វាអាចផ្ដល់ផលប្រយោជន៍ដល់ការសិក្សារបស់បងប្អូនវាអង្គុយមួយសន្ទុះស្រាប់តែឃើញប្រើសញីមួយក្បាលតម្រង់មកទឹកជ្រោះទន្សាយយើងចាប់ផ្ដើមលោតទៀតហើយវាលោតពីឆ្វេងទៅស្ដាំពីស្ដាំទៅឆ្វេងពីមុខទៅក្រោយពីក្រោយទៅមុខដោយស្រែកខ្លាំងទេគ្មានទេការពិតមិនអាចទៅជាអញ្ចឹងបានទេហេតុអ្វីបានជាគេជឿរឿងមិនសមហេតុផលដូច្នេះទេច្បាស់ជាទេគាត់មិនសម្បូរទឹកដោះដល់ម្លឹងទេប្រើសញីឆ្ងល់ណាស់វាឈរស្ងៀមលើជើងទាំង4របស់វាទន្សាយឯងនិយាយអ្វីទន្សាយនិយាយអីអំបញ្ញមិញទេកុំនិយាយល្អជាងគឺជារឿងមួយមិនអាចធ្វើបានប៉ុន្តែរឿងអ្វីមានគេម្នាក់បាននិយាយប្រាប់ខ្ញុំថាអ្នកបងមានទឹកដោះច្រើនណាស់អាចដាក់ក្នុងក្អមនេះពេញប៉ុន្តែខ្ញុំដឹងច្បាស់មិនអាចទៅជាអញ្ចឹងបានទេអ្នកបងគ្មានទឹកដោះច្រើនដល់ម្លឹងទេឯងឈួតហើយទន្សាយប្រកបណាស់ឯងឈួតហើយប្រើសញីសាយចំអកឲ្យទន្សាយវាសាយផងវាច្រៀងផងវាលោតផងជុំវិញទន្សាយទឹកដោះខ្ញុំអាចដាក់ក្នុងក្អមនេះពេញដាក់ពេញមែនណាប៉ុន្តែទន្សាយកម្រើកស្លឹកត្រចៀកម្ខាងយឺតហើយនិយាយទេប្រកបជាទេមិនអាចដាក់ពេញបានទេអ្នកបងមិនអាចប្រើសញីនិយាយដោយអន់ចិត្តនឹងទន្សាយដែលមិនជឿសម្ដីរបស់ខ្លួនរងចាំបន្តិចឯងនឹងឃើញហើយប្រើសញីបង្ហូរទឹកដោះរបស់ខ្លួនដាក់ក្នុងក្អមលុះត្រាតែពេញខ្ញុំភ្នាល់ចាញ់អ្នកបងហើយទន្សាយនិយាយតើនិយាយត្រូវណាស់អ្នកបងមានទឹកដោះច្រើនដូចគោញីខ្ញុំដើរទៅប្រាប់គាត់បន្តិចសិនតោះប្រើសញីសួរដោយភ័យញ័ររន្ធត់បាទអ្នកបងគឺតោគាត់នៅចិត្តនេះអ្នកបងរងចាំខ្ញុំបន្តិចណាអ្នកបងខ្ញុំទៅមួយផ្លេតហើយត្រឡប់មកវិញភ្លាមជាមួយបងតោលាហើយអូនទន្សាយបងនឹងជួបតោនៅពេលក្រោយសប្បាយចិត្តដោយរំដោះខ្លួនចេញពីប្រើសញីបានដោយងាយស្រួលទន្សាយយកឆ្នុកចុកមាត់ក្អមហើយយកទៅដាក់ចិត្តពូជមួយសន្ទុះក្រោយមកទៀតទន្សាយឃើញពស់មួយកំពុងលូនមករកទឹកជ្រោះឃើញភ្លាមទន្សាយចាប់ផ្ដើមវាស់ដំបងដោយជំហានរបស់វានិយាយខ្លាំងថា2ជំហាន3ជំហាន4ជំហានទេគឺទេ5ជំហានជាការពិតណាស់មិនអាចទៅជាអញ្ចឹងបានទេ6ជំហានខ្លួនគេពិតជាមិនអាចវែងស្មើនឹងដំបងនេះបានទេពស់ដែលកំពុងតែលូនរកទឹកផឹកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងវាឈប់ស្ងៀមវាងើបក្បាលសម្លឹងមើលទន្សាយហើយស្រែកហៅទន្សាយឯងធ្វើអ្វីហ្នឹងហើយនិយាយអីអំបញ្ញមិញទេកុំនិយាយកុំសួរមិនត្រូវនិយាយគឺជារឿងមួយមិនពិតមិនត្រូវនិយាយប៉ុន្តែរឿងអ្វីបងទន្សាយមានគេនិយាយប្រាប់ខ្ញុំថាបងឯងមានប្រវែងស្មើនឹងដំបងនេះការពិតមិនអញ្ចឹងទេមែនទេបង
ប្រកបណាស់ខ្លួនបងមិនវែងដល់ម្លឹងទេខ្លួនយើងមិនវែងឯងជឿអញ្ចឹងមែនឬពស់និយាយតបល្អខ្ញុំនឹងសណ្ដូកខ្លួនក្បែរដំបងនេះហើយឯងនឹងឃើញថាតើខ្ញុំស្មើនឹងដំបងនេះពិតប្រាកដមែនឬទេខ្ញុំសូមស្លេះតែប៉ុណ្ណេះនឹងអានជូននៅភាគបន្តអរគុណមិត្តភ័ក្តិបងប្អូនសូមជួយ Subscribe ក្នុង Channel YouTube ខ្ញុំមួយផងទុកជាការលើកទឹកចិត្តដល់ខ្ញុំក្នុងការផលិតវីដេអូជូនចំពោះមិត្តភ័ក្តិបងប្អូនរាល់អត្ថបទលើកទឹកចិត្តនិងរឿងនិទានខ្ញុំដាក់នៅក្នុង Channel YouTube ទាំងអស់សូមអរគុណ